អ្វីទៅគឺជា crypto wallet ចំពោះអ្នកដែលមិនទាន់យល់គួរតែមើលវីដេអូនេះដល់ចប់ខ្ញុំនឹងបង្ហាញបងពីរបៀបបង្កើត crypto wallet ដើម្បីទទួលបានការចំណេញរហូតដល់ 20% នៃ fee នៅក្នុងពេលប្រតិបត្តិការបងអាចប្រាប់មើលទាំងអ្នកថ្មីទាំងអ្នកចាស់ខ្ញុំ recommend ឲ្យបងប្រើប្រាស់ OKX wallet ដែលស្ថិតនៅក្នុង app OKX ផ្ទាល់ហ្មងទី1គឺវាមានសុវត្ថិភាពទី2បងអាចparticipate ជាមួយ campaign ជាច្រើនទៀតដែលមាននៅក្នុងនោះពេលដែលបងធ្វើប្រតិបត្តិការនៅក្នុងការ swap នៅលើ deck នីមួយៗអញ្ចឹងបង open app មកពេលដែលបងចូលមកដំបូងវាមានពាក្យ exchange បងចុចកន្លែងលើនឹងមួយមកចុចពាក្យថា web3 ដល់កន្លែងនេះបងមានចំណុចពីរបើសិនជាបងមានវាហើយបងក៏ចុចពាក្យ import មកប៉ុន្តែបើសិនជាបងអត់ទាន់មានទេបងចុចពាក្យ create អញ្ចឹងកន្លែងហ្នឹងខ្ញុំបង្កើតថ្មីខ្ញុំចុចពាក្យ create អញ្ចឹង create វាមានពីរវីដេអូនេះគឺខ្ញុំបញ្ចូលសម្រាប់បងអ្នកថ្មីហ្មងបងចុចពាក្យ create ណាកន្លែងនេះបងត្រូវបង្កើតជា password ដើម្បី manage នៃ crypto របស់បងអញ្ចឹងកន្លែងខ្ញុំដាក់ត្រង់ជ្រុះអញ្ចឹងបងចុចពាក្យ continueចឹងវានឹង create ហើយកន្លែងនេះវា create ហើយអ្វីដែលពិសេសខ្ញុំចង់បញ្យល់ដើម្បីឲ្យបងយល់តាក់ទងនឹង crypto wallet ហ្នឹងទី1គឺ wallet អញ្ចឹង crypto wallet គឺជាកាបូបលុយ digital មួយដែលវារក្សាទុក private key ដើម្បីមានសិទ្ធិនៅក្នុងការផ្ញើនិងទទួល crypto currency ហើយអ្វីដែលពីរសំខាន់នោះគឺទី1គេហៅថាជា public address វាប្រៀបដូចជា bank account number របស់យើងអញ្ចឹងSyspress ហ្នឹងគឺជា master password បើសិនជាគេមាន12ពាក្យហ្នឹងគេអាច access ប្រើប្រាស់ចូល wallet របស់យើងហ្មង make sure ទាំងអស់គ្នាកុំឲ្យអ្នកណាដឹងឬក៏ស្គាល់ឬក៏អាចខ្ញុំ recommend ឲ្យបងអាចកត់ដាក់ក្នុងกระดาษដើម្បីរក្សាទុកហើយកុំឲ្យ click តែ click ក៏ចប់ដែរអញ្ចឹងដល់កន្លែងនេះអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវ backup private key បងចុចពាក្យ manual គឺ confirm ហ្នឹងវានឹងប្រាប់យើង I understand មួយទៀត backup the secret space កន្លែងនេះបងត្រូវវាយលេខកូដនៃ account របស់បងចូលដើម្បី make sure ថា account ហ្នឹងគឺជារបស់បងដោយសារតែ12ពាក្យហ្នឹងគឺសំខាន់ហ្មងហើយអត់អាចក្រាប់អ្នកណាគេបានទេដើម្បីភាពងាយស្រួលបងអាចកត់វានៅក្នុងกระดาษទុកក៏បានឬក៏យកទូរស័ព្ទមួយទៀតដើម្បីថតក៏បានដែរដោយសារតែអានេះយើងអាច screenshot បានដែរអញ្ចឹងមកចុចពាក្យ continue កន្លែងនេះគេឲ្យដើម្បី confirm ពាក្យទី3គឺ debate ហើយពាក្យទី8គឺយើង backup ហើយគឺបងអាចប្រើប្រាស់ wallet បាននេះគឺជាចំណុចសំខាន់ដើម្បីទទួលបានការ discount fee ធ្វើម៉េចដើម្បីទទួលបាន 20% discount fee ទៅលើពេលបងប្រើប្រាស់ទៅលើ deck ឬក៏ប្រើប្រាស់ D app អញ្ចឹងបងចុចចូលពាក្យមកបងគ្រាន់តែដាក់ជា referral code របស់យើងមកចុចចូលអាហ្នឹងបងចុចពាក្យ enter referral code មកមកពាក្យ KBTC សធំមក BTC 169ឬក៏បងអាចចុច link នៅខាងក្រោមក៏បានដែរហើយអាហ្នឹងបងអាចប្រាប់មើលទាំងអ្នកថ្មីទាំងអ្នកចាស់ហើយវាចំណេញខ្លាំងមែនតើក៏បងអាចជួយ support ពួកយើងដើម្បីពួកយើងមាន content ល្អដើម្បីចែកម្លែកទៅដល់បងដែរនេះគឺជារបៀបនៅក្នុងការបង្កើត wallet ឲ្យត្រូវនឹងស្តង់ដារវីដេអូក្រោយពួកយើងនឹងមានវីដេអូមួយដែលបញ្យល់បងពីរបៀបនៅក្នុងការប្រើប្រាស់តាក់ទងជាមួយនឹង Dig app អញ្ចឹងកុំភ្លេចបងដែលអត់ទាន់មាន account បងអាចចុះឈ្មោះក្រោមពួកយើងក៏បានឬបងដែលមាន wallet ចាស់ដូចប្រើដើម្បីទិញ meme coin ដើម្បីប្រើជាមួយ Dig អីចឹងបងដើម្បីទទួលបាន discount fee គាត់ណា download OKX app មកបង import វាចូលទៅក្នុងហ្នឹងទៅបងអាចប្រើកូដរបស់យើងដែលពួកយើងបានប្រាប់ហ្នឹងបើសិនជាបងមានចម្ងល់អីបន្ថែមបងអាច comment នៅខាងក្រោមឬក៏ឆាតចូល page របស់ពួកយើងឬក៏ឆាតចូលទៅក្នុង group របស់ពួកយើងក៏បានដែរជួបអ្នកគ្នានៅវីដេអូក្រោយ